ព្រះបាទស្រីឥន្ទ្រវរ្ម័នឬឥន្ទ្រវរ្ម័នទី3ប្រហែលក្នុងឆ្នាំ1295ដល់ឆ្នាំ1307បើតាមកំណត់ហេតុរបស់លោកជីតាខ្វាន់ការផ្លាស់ប្ដូររាជការនេះមានភាពខុសខើណាស់ស្ដេចដែលឡើងសោយរាជថ្មីគឺជាកូនប្រសាររបស់ស្ដេចមុនបុត្រីស្ដេចអង្គនេះបានលួចយកព្រះខ័នរាជរបស់ព្រះបិតាយកទៅឲ្យព្រះស្វាមីរបស់ព្រះនាងដូចនេះហើយបានជាកូនប្រុសដែលត្រូវទទួលរាជសម្បត្តិបានទៅកេណ្ឌទ័ពហើយធ្វើសឹកសង្គ្រាមប្រឆាំងតទល់វិញបណ្ដាលឲ្យមានការកាប់សម្លាប់គ្នានិងបានធ្វើឲ្យប្រទេសជាតិជួបប្រទះនូវវិបត្តិដ៏ធ្ងន់ធ្ងរស្ដេចថ្មីនេះចាប់បានហើយយកទៅកាត់ម្រាមជើងម្រាមដៃយកទៅឃុំទុកក្នុងបន្ទប់ងងឹតព្រះបាទជ័យវរ្ម័នទី8បានទទួលមរណនាមថាបរមេស្វរបុត្រនៅឆ្នាំ1307ព្រះបាទស្រីឥន្ទ្រវរ្ម័នឬឥន្ទ្រវរ្ម័នទី3បានដាក់រាជផ្ទេរទៅឲ្យរាជទាយាទយុវរាជហើយយាងទៅគង់សាងភ្នោះនៅក្នុងព្រៃព្រះបាទស្រីឥន្ទ្រជ័យវរ្ម័នប្រហែលក្នុងឆ្នាំ1307ដល់ឆ្នាំ1327ស្ដេចអង្គនេះត្រូវជាព្រះញាតិរបស់ស្ដេចអង្គមុនជាស្ដេចសោយរាជមានព្រះនាមថាស្រីឥន្ទ្រជ័យវរ្ម័នហើយមហាក្សត្រអង្គនេះបានសោយរាជបាន20ឆ្នាំមហាក្សត្រដែលឡើងសោយរាជបន្តគឺព្រះបាទជ័យវរ្ម័នទី9ព្រះបាទជ័យវរ្ម័នទី9ប្រហែលឆ្នាំ1327ព្រះបាទជ័យវរ្ម័នទី9ជាស្ដេចចុងក្រោយបង្អស់ដែលបានសោយរាជនៅអង្គរគេមិនដឹងច្បាស់ពីខ្សែព្រះញាតិដែលចងភ្ជាប់ស្ដេចអង្គនេះទៅនឹងស្ដេចសោយរាជមុនទេគេពុំដឹងច្បាស់អំពីការគ្រប់គ្រងប្រទេសរបស់ព្រះបាទជ័យវរ្ម័នទី9បានសោយរាជនៅអង្គររយៈពេលប៉ុន្មានឆ្នាំទេជាសរុបមកបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី9ប្រហែលក្នុងឆ្នាំ1296ភាពច្របូកច្របល់ចេះតែមានជាបន្តបន្ទាប់ធ្វើឲ្យអាណាចក្រកម្ពុជាចេះតែចុះខ្សោយជាលំដាប់រហូតដល់មានបដិវត្តរបស់ព្រះបាទត្រសក់ផ្អែមចាប់ពីនាយត្រសក់ផ្អែមឡើងសោយរាជមកលទ្ធិទេវរាជព្រហ្មញ្ញសាសនាត្រូវលុបបំបាត់ចាប់ពីពេលនោះស្ដេចខ្មែរក៏លែងមានលក្ខណៈជាអាទិទេពទៀតដែរចាប់ពីពេលនោះមកព្រហ្មញ្ញសាសនាអស់ឥទ្ធិពលហើយរាជវង្សខ្មែរខ្សែវរ្ម័នក៏ផុតរលត់ចាប់ពីពេលនោះដែរជ័យវរ្ម័នទី9ជាស្ដេចចុងក្រោយបង្អស់សោយរាជនៅអង្គរតពីនេះទៅប្រវត្តិសាស្ត្រខ្មែរត្រូវពឹងទៅលើពងសាវតាដែលជាឯកសារចងក្រងឡើងនៅសតវត្សទី18-19ហើយដោយសំអាងទៅលើការទន្ទេញចាំមាត់និងលើអត្ថបទបុរាណខ្លះដែលពីដើមគេតម្កល់ទុកនៅក្រុងឧដុង្គរាជពងសាវតាជាអត្ថបទមានច្រើនច្បាប់កត់ត្រាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមានការដំណាលប្លែកៗគ្នាហើយបានចុះកាលកំណត់ខុសៗគ្នាទៀតជាហេតុនាំឲ្យអ្នកប្រវត្តិសាស្ត្រមានការលំបាកយ៉ាងខ្លាំងក្នុងការចងក្រងប្រវត្តិសាស្ត្រខ្មែរក្នុងសម័យនោះចាប់ពីក្រោយរាជការព្រះបាទជ័យវរ្ម័នទី9អាស្រ័យដោយហេតុដូចបានរៀបរាប់ខាងលើមកហើយអ្នកប្រវត្តិសាស្ត្រមានការអល់អែកយ៉ាងខ្លាំងមិនដឹងថាត្រូវដាក់ស្ដេចអង្គណាក្នុងរាជពងសាវតាឲ្យសោយរាជពីព្រះបាទជ័យវរ្ម័នទី9ទេហើយគេទាំងមិនដឹងការពិតប្រាកដពីការសោយរាជអ្នកប្រវត្តិសាស្ត្រភាគច្រើននិយមដាក់ព្រះបាទត្រសក់ផ្អែមឲ្យសោយរាជតពីព្រះបាទជ័យវរ្ម័នទី9ព្រះបាទនិព្វានបតឬព្រះបាទនិព្វានបាទឬព្រះនិព្វានចក្រឆ្នាំ1340ដល់ឆ្នាំ1346ព្រះបាទត្រសក់ផ្អែមដែលនាមឺនសក់មុខមន្ត្រីបានជ្រើសតាំងឲ្យឡើងសោយរាជសម្បត្តិគឺជាអ្នកសោយរាជតប្រយុវង្សមហាក្សត្រខ្មែរតរៀងមកតាមរាជពង្សសាវតាខ្មែរព្រះរាជបុត្រច្បងរបស់ព្រះអង្គព្រះនាមថាព្រះបាទសម្ដេចបរមនិព្វានបតបានឡើងសោយរាជបន្តក្នុងព្រះជន្មាយុ35ព្រះវស្សាទ្រង់ប្រជុំមន្ត្រីធ្វើបុណ្យសម្ដេចព្រះវររាជបិតាព្រះបាទនិព្វានបតទ្រង់គង់នៅឥន្ទប័ត្រមហានគរគឺអង្គរធំសប្តាហ៍ស្ដេចសោយរាជជាសុខសប្បាយដល់អាណាប្រជានុរាស្ត្ររៀងមកនិងដោយសុខសន្តិភាពជាមួយប្រទេសជិតខាងដូចជាប្រទេសឡាវប្រទេសសៀមនិងប្រទេសអាណាមព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមស្រីសុគន្ធចក្រព្រះអង្គសុគតនៅក្នុងឆ្នាំ1346ព្រះបាទសិទ្ធានរាជាឬព្រះសិទ្ធានរាជឆ្នាំ1346បន្ទាប់ពីព្រះបាទនិព្វានបតសុគតទៅព្រះអនុជរបស់ព្រះអង្គព្រះនាមសម្ដេចព្រះសិទ្ធានរាជាឡើងសោយរាជស្នងព្រះជាថាប៉ុន្តែព្រះបាទសិទ្ធានរាជាសោយរាជសម្បត្តិបានតែ3ខែព្រះអង្គក៏ចូលទីវង្គតដោយពុំទាន់បានធ្វើរាជាភិសេកឡើងគ្រងរាជផងនិងមិនទាន់បានធ្វើពិធីបុណ្យព្រះបរមសពព្រះជាថាចប់គ្រប់ផងក៏ទ្រង់អាពាហ៍សុគតទៅមន្ត្រីលើកព្រះសពតម្កល់ក្នុងព្រះកោដ្ឋហើយអញ្ជើញព្រះស្រីលំពងរាជាជាព្រះរាជបុត្រច្បងរបស់ព្រះបាទសិទ្ធានរាជាឲ្យឡើងសោយរាជសម្បត្តិតប្រយុវង្សព្រះបាទស្រីលំពងរាជាឆ្នាំ1346ដល់ឆ្នាំ1351ព្រះស្រីលំពងរាជាជាព្រះរាជបុត្រច្បងនៃព្រះបាទសិទ្ធានរាជាទ្រង់ឡើងសោយរាជស្នងព្រះរាជវរបិតាក្នុងឆ្នាំខាលទស័កគ្រិស្តសករាជ1346ដោយមានព្រះនាមថាព្រះបាទសម្ដេចព្រះរាជអង្គការព្រះលំពងរាជាធិរាជក្នុងព្រះជន្មាយុ54ព្រះវស្សាព្រះអង្គបានសាងព្រះមេរុថ្វាយព្រះភ្លើងព្រះបរមសពព្រះបាទព្រះសិទ្ធានរាជាជាសម្ដេចព្រះវររាជបិតានិងព្រះបរមសពសម្ដេចព្រះស្រីសុគន្ធចក្រជាសម្ដេចព្រះជាថាបងជីដូនមួយព្រះអយ្យកមួយក្នុងឆ្នាំនោះឯងនាកាលព្រះរាជពិធីរំលាយព្រះសពចប់សពគ្រប់ហើយសម្ដេចព្រះភគវតី
ព្រះសិរីទិតមាលីទេវីចក្រពតជាព្រះរាជអគ្គមហេសីនៃព្រះបាទស្រីសុគន្ធចក្រព្រះអង្គសូមយកព្រះបរមអធិធាតុសម្ដេចព្រះស្វាមីដើម្បីនឹងដង្ហែទៅបញ្ចុះនៅនគរបាជ័យដែលជាស្រុកគេរបស់ព្រះអង្គសម្ដេចព្រះអគ្គមហេសីបានឲ្យជាងសាងបដិមាមួយស្នងព្រះរូបសម្ដេចព្រះស្វាមីទុកក្នុងគុហាមួយនៅទីនោះគ្រាន់ជាទីប្រតិបត្តិរបស់ព្រះអង្គជាអចិន្ត្រៃយ៍ដោយហេតុថាព្រះអង្គសោកអាល័យអាឡោះព្រះស្វាមីពុនប្រមាណណាស់បដិមាព្រះស្រីសុគន្ធចក្រដែលអ្នកស្រុកហៅយូរទៅថាជាអ្នកតាស្រីសុគន្ធចក្រទៅវិញព្រះបាទសម្ដេចព្រះរាជស្រីលំពងរាជាព្រះចៅក្រុងកម្ពុជាធិបតីក្រោយពីបានអភិសេកជាមហាបរោះរដ្ឋក្នុងប្រទេសកម្ពុជាធិបតីរួចហើយព្រះអង្គទ្រង់ប្រោសប្រទានព្រះអនុជនាមស្រីសុរិយោទ័យតាំងឡើងជាសម្ដេចព្រះមហាឧបរាជ